ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកចែករំលែកអំពីរបៀបបង្កើត account ដើម្បីជិះកង់អាគុយឬក៏ kickboard នៅប្រទេសកូរ៉េបងប្អូនអរគ្នាអញ្ចឹងជាដំបូងបងប្អូនចូលទៅជ្រើសរើស app ដែលបងប្អូនអរគ្នាពេញចិត្តបងប្អូនអរគ្នាមានដូចជា app Soka ឬក៏ GCOO ក៏បានដែរបងប្អូនអរគ្នាបាទឥឡូវខ្ញុំ download app Soka បងប្អូនអរគ្នាបាទអញ្ចឹងនៅពេលដែលបងប្អូនទាំងអស់គ្នាបើកដំបូងមកចេញចេះបងប្អូនអរគ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាចុច hack in បាទនៅពេល hack in ហើយបងប្អូនទាំងអស់គ្នាត្រូវបង្កើត account ចុចHewan Khaib បងប្អូនអរគ្នាហើយកន្លែងនេះបងប្អូនអរគ្នាចុចModern Nayonge Thungi Hamnida ហើយបងប្អូនអរគ្នាចុចKhaib Kesok Haki ខាងក្រោមនេះមកបងប្អូនអរគ្នាហើយមកដល់កន្លែងនេះបងប្អូនទាំងអស់គ្នាចុចលើសញ្ញាពណ៌ខៀវហ្នឹងបងប្អូនអរគ្នាបងប្អូនចុចin ជើង message Phuneki បងប្អូនអរគ្នាបាទហើយនឹងមកដល់កន្លែងនេះបងប្អូនអរគ្នាគ្រាន់តែចុចផ្ញើទៅលេខស្រាប់ហ្នឹងមកវានឹងមកដល់ផ្ទាំងថ្មីនេះហើយបងប្អូនអរគ្នាហើយកន្លែងនេះបងប្អូនទាំងអស់គ្នាចុច phone in plug in មកហើយកន្លែង Negogin នេះបងប្អូនជ្រើសរើសយក way Google in បងប្អូនអរគ្នាហើយបងប្អូនអរគ្នាបំពេញឈ្មោះពេញរបស់បងប្អូនទាំងអស់គ្នាជាអក្សរឡាតាំងហើយខាងក្រោមនេះបងប្អូនទាំងអស់គ្នាបំពេញ ID card បងប្អូនទាំងអស់គ្នាមកលេខទាំងអស់7ខ្ទង់បងប្អូនទាំងអស់គ្នាមានថ្ងៃខែឆ្នាំកំណើត6ខ្ទង់ហើយបូកនឹងលេខបន្ទាប់មួយខ្ទង់ទៀតបងប្អូនទាំងអស់គ្នាបាទហើយកន្លែង Choose the phone Jongbo នេះបងប្អូនទាំងអស់គ្នាខ្ញុំសូមបញ្ជាក់បន្តិចបើសិនជាបងប្អូនទាំងអស់គ្នាប្រើ LINE ក្រោមតម្លៃ40000បងប្អូនទាំងអស់គ្នារើសប្រព័ន្ធហើយរើសមានពាក្យ Altaphone ចុងកតុយទៀតបងប្អូនទាំងអស់គ្នាឧទាហរណ៍ខ្ញុំប្រើ KT អញ្ចឹងខ្ញុំរើសយក KT Altaphone បាទហើយកន្លែងខាងស្ដាំនេះបងប្អូនទាំងអស់គ្នាបំពេញលេខទូរស័ព្ទរបស់បងប្អូនទាំងអស់គ្នាមកហើយបងប្អូនចុច in ជើង Phono Passkey មកបងប្អូនទាំងអស់គ្នាហើយគេនឹងផ្ញើសារលេខ6ខ្ទង់ចូលសាររបស់បងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាយកសារ6ខ្ទង់នឹងមកបញ្ចូលរួចចុច in ជើង value បងប្អូនទាំងអស់គ្នាបាទចូលមកដល់ផ្ទាំងថ្មីនេះបងប្អូនទាំងអស់គ្នា ID បងប្អូនទាំងអស់គ្នាចុចដាក់ email របស់បងប្អូនទាំងអស់គ្នាមកហើយនៅពេលដែលបំពេញហើយបងប្អូនត្រូវបញ្ចូល Pimil Panho បងប្អូនអរគ្នាបាទនៅកន្លែង Pimil Panho នេះបងប្អូនអរគ្នាបំពេញលេខសម្ងាត់ផ្ទាល់ខ្លួនមកដាក់អីក៏បានដែរហើយ Pimil Panho Che Ibrok នេះបងប្អូនអរគ្នាបញ្ចូលឲ្យដូចខាងលើបងប្អូនអរគ្នាអញ្ចឹងនៅពេលដែលបងប្អូនបំពេញហើយបងប្អូនចុច Keep Value Haki នេះមកបងប្អូនអរគ្នាបាទបងប្អូនអរគ្នាចុច Allow មកអញ្ចឹងaccount របស់បងប្អូនអរគ្នារួចរាល់ហើយបងប្អូនចង់add ការឥឡូវក៏បានឬក៏យើងចូលទៅមើលអីផ្សេងៗទៀតសិនក៏បានដែរបងប្អូនអរគ្នាបើសិនជាបងប្អូនចង់ add card បងប្អូនចុចខាងឆ្វេងហើយបើសិនជាចង់ចូលទៅមើលកម្មវិធីសិនបងប្អូនចុចខាងស្ដាំមកបងប្អូនអរគ្នាចុច Sobisu Tulo Poki បាទឥឡូវចុច Sobisu Tulo Poki ហើយវានឹងមកដល់ផ្ទាំងនេះបងប្អូនអរគ្នាអញ្ចឹងបងប្អូនអរគ្នាចុច Tab key ហើយសម្រាប់មើលអីផ្សេងទៀតបងប្អូនអរគ្នាចុច Tray 3ខាងស្ដាំនេះមកហើយបើសិនជាបងប្អូនចង់កំណត់អីផ្សេងទៀតចុចសញ្ញា setting នេះមកបងប្អូនអរគ្នាអញ្ចឹងដោយសារតែខ្ញុំតម្រូវadd card ខ្ញុំចូលទៅ setting បងប្អូនអរគ្នាហើយទាញទៅក្រោមមកទៅរកពាក្យថាខ្យល់ចេអ៊ុនចន់ញ៉ាន់ហបាទបងប្អូនអរគ្នាចូលទៅកន្លែងហ្នឹងទៅវានឹងឲ្យកន្លែងយើង add card ដែរបងប្អូនអរគ្នាបាទនេះគឺ Kein Kartu ទឹងនុកហាគីបងប្អូនចុចអាហ្នឹងមកបាទកន្លែង add card នេះមានជម្រើស2បងប្អូនអរគ្នាយើង scan ក៏បានយើងបញ្ចូលខ្លួនឯងក៏បានដើម្បី scan បងប្អូនចុចទៅលើរូបកាមេរ៉ានេះមកបងប្អូនអរគ្នាបាទដោយសារតែ scan អត់ដើរអញ្ចឹងខ្ញុំវាយលេខកាតបញ្ចូលវាយលេខកាតហើយកន្លែង Yusho Gikan នេះបងប្អូនអរគ្នាដាក់ថ្ងៃខែឆ្នាំផុតកំណត់ហើយកន្លែង Pimil Pono Up to Jari អញ្ចឹងបងប្អូនអរគ្នាបំពេញលេខកូដដកលុយរបស់បងប្អូនអរគ្នា2ខ្ទង់ខាងមុខបងប្អូនអរគ្នាបាទហើយកន្លែង Chumin Tengno Ponho Up Yuk Jari នេះបងប្អូនអរគ្នាបំពេញលេខ ID card 6ខ្ទង់ខាងមុខមកបងប្អូនអរគ្នាហើយបងប្អូនអរគ្នាចុចគ្រីសនៅកន្លែងនេះមកបាទហើយបងប្អូនទាំងអស់គ្នាចុចខ្យល់ជេខាតទឺធឹងនុកវ៉ាល់យ៉ូនេះមកបងប្អូនអរគ្នា
ហើយមកដល់កន្លែងនេះបងប្អូនទាំងអស់គ្នាត្រូវតែ scan ប័ណ្ណបើកបររបស់បងប្អូនអស់គ្នាអញ្ចឹងចុចអ៊ូនចន់ញ៉ាន់ហោជើងឆាល់យ៉ងបាទហើយបងប្អូនអរគ្នាដាក់ឲ្យចំប័ណ្ណបើកបររបស់បងប្អូនអរគ្នាមកវានឹងចេញទិន្នន័យហើយបងប្អូនអរគ្នាចុចគ្រីសមកនៅកន្លែង Fill ស៊ូនេះមួយទៀតមកបងប្អូនអរគ្នាហើយបងប្អូនអរគ្នាចុចញ៉ាន់ហោជើងធឹងនុកវ៉ាល់យ៉ូបាទហើយបងប្អូនអរគ្នាចុច hack in មួយទៀតមកបងប្អូនអរគ្នាបាទឥឡូវaccount យើងរួចរាល់អស់ហើយបងប្អូនអរគ្នាហើយបើសិនជាបងប្អូនអរគ្នាចង់ចូលទៅឆែកមើលកាតឬក៏ចង់ចូលទៅបញ្ជាក់ឲ្យច្បាស់បងប្អូនចូលទៅកន្លែងខ្យល់ជេរនេះទៀតមកបងប្អូនអរគ្នាចុចខ្យល់ជេរហើយបងប្អូននឹងឃើញកាតរបស់បងប្អូនអរគ្នាមកហើយបាទឥឡូវ account បង្កើតរួចរាល់អស់ហើយបងប្អូនអរគ្នាដើម្បីជិះកង់បងប្អូនចូលទៅកន្លែងឆាន់គីឆាចនកនេះមកដើម្បីជិះកង់បងប្អូនអរគ្នាបាទកន្លែងនេះបងប្អូនអរគ្នារកមើលកង់មួយណាដែលចិត្តបងប្អូនអរគ្នាហើយបងប្អូនអរគ្នាចុចscan code ទៅបាទឆាចនក QR code scan ហ្នឹងបងប្អូនអរគ្នាអញ្ចឹងបងប្អូនអរគ្នាគ្រាន់តែ scan ហើយបងប្អូនអាចចាប់ផ្ដើមជិះបានហើយបងប្អូនអរគ្នាបាទហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាអរគុណសម្រាប់ការទស្សនាយើងជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលាបងប្អូនអរគ្នា